有客人，这位是？林毅，你这废物也配和ខ្ញុំ 我 មកទីនេះថ្ងៃនេះដើម្បីប្រាប់ឯងថាការភ្ជាប់ពាក្យរបស់យើងគឺជាការមិនមានសុពលភាពការភ្ជាប់ពាក្យគឺជាការមិនមានសុពលភាពត្រូវហើយអ្នកនឹងខ្ញុំត្រូវហើយយើងឃ្លាតឆ្ងាយពីគ្នាឥឡូវនេះខ្ញុំបានដើរលើមេឃលាអម្ដាក់រួចហើយបានចូលរួមជាមួយនិកាយឈីងយុនហើយឥឡូវនេះជាសិស្សខាងក្នុងដែលមានអនាគតភ្លឺស្វាងចុះអ្នកវិញអ្នកគ្រាន់តែជាសម្រាមមួយដុំដែលជាប់គាំងនៅក្នុងជ្រលងភ្នំនេះចំណាយពេលពេញមួយថ្ងៃរបស់អ្នកជាមួយធូលីដីនិងសត្វពាហនៈអ្នកមិនស័ក្តិសមនឹងខ្ញុំតតែសោះប្អូនស្រីឈីងនិយាយត្រូវមើលខ្លួនឯងទៅសុទ្ធតែក្រីក្រនិងរលួយសូម្បីតែឆ្កែយាមទ្វារនៃនិកាយខ្ញុំក៏មានប្រយោជន៍ជាងមនុស្សដូចអ្នកទៅទៀតឈីងអ្នកគឺជាអ្នកដែលបានអង្វរនិងអង្វរខ្ញុំឲ្យភ្ជាប់ពាក្យឥឡូវនេះអ្នកបានរកឃើញកន្លែងរបស់អ្នកហើយអ្នកកំពុងប្រព្រឹត្តដោយមិនខ្មាស់អៀនអ្នកលែងស្គាល់ខ្ញុំទៀតហើយលីនយាយខ្ញុំគិតថាអ្នកឈួតដោយសារភាពក្រីក្រហើយចាប់ផ្ដើមនិយាយមិនសមហេតុផលដោយសារចរិតរបស់អ្នកគ្មានទំនាក់ទំនងគ្រួសារនិងគ្មានសមត្ថភាពអ្វីឡើយអ្នកជាប្រភេទមនុស្សដែលនឹងមានអាពាហ៍ពិពាហ៍មិនល្អមែនទេគ្មានបញ្ហាទេប៉ុន្តែមិនមែនអ្នកទេដែលផ្ដាច់ការភ្ជាប់ពាក្យជាមួយខ្ញុំគឺខ្ញុំទេដែលលែងលះអ្នកសម្រាមណាស់មិនស័ក្តិសមនឹងកាន់ស្បែកជើងរបស់ខេងទេស្រមោចស្នូមាសមួយក្បាលហ៊ានបង្កបញ្ហានៅចំពោះមុខគាត់ទេតើគាត់នឹងលាក់ខ្លួនដល់ពេលណាប៉ុណ្ណឹងហើយតើអ្នកឯងនិយាយអ្វីមនុស្សអាក្រក់ឲ្យតើអ្នកហ៊ានលែងលះខ្ញុំដោយរបៀបណាខ្ញុំគ្មានជំរឿទេតាមពិតខ្ញុំចង់និយាយវាដោយខ្លួនឯងអ្នកអាក្រក់ពេកយើងមិនមែនជាគូស្រករល្អទេប៉ុន្តែខ្ញុំមិនដែលមានឱកាសនិយាយវាទេអ្នកថាខ្ញុំអាក្រក់មែនទេអ្នកហ៊ានធ្វើដូចម្ដេចដូច្នេះអ្នកបានធ្វើឲ្យយិនខេងអាម៉ាស់មុខនៅចំពោះមុខខ្ញុំថ្ងៃនេះខ្ញុំនឹងធ្វើឲ្យអ្នកអង្វរសុំសេចក្តីមេត្តាករុណាពេញមួយជីវិតរបស់អ្នកតើរឿងនេះអាចទៅរួចយ៉ាងដូចម្ដេចបងប្រុសច្បងឲ្យមានរឿងអ្វីកើតឡើងឲ្យប្រាកដតើអ្នកកំពុងធ្វើសញ្ញាទៅកាន់ធ្មនុស្សដើម្បីអ្វីតើដៃរបស់អ្នកឲ្យមួលក្រពើទេតើឆ្កែវង្វេងនេះមកពីណាដើម្បីបង្កបញ្ហានៅទីនេះស្រមោចធម្មតាស្រមោចស្នូមាសធម្មតាហ៊ានមកទីនេះមែនទេតើឆ្កែព្រៃបង្កបញ្ហានៅទីនេះមែនទេស្រមោចស្នូមាសមួយក្បាលហ៊ានផ្ដល់ដំបូន្មានដល់អ្នកទុនខ្សោយនៅទីនេះជាមនុស្សល្ងងម្នាក់ព្រៃជ្រៅនេះពិតជាលក្ខស្ត្រីស្រស់ស្អាតពីរនាក់បែបនេះក្នុងស្ថានភាពដ៏គួរឲ្យស្អប់ខ្ពើមរបស់នាងលីវឈីងគឺជាមនុស្សថោកទាបទាំងស្រុងខ្ញុំមិនដែលនឹកស្មានថាកន្លែងទ្រុឌទ្រោមនេះនឹងលាក់ទេពអប្សរដ៏ស្រស់ស្អាតពីរនាក់បែបនេះទេខ្ញុំជាចៅចែងជាសិស្សសំខាន់របស់និកាយឈីងយុនខណៈពេលដែលលីងនេះគ្រាន់តែជាមនុស្សសាមញ្ញដែលគ្មានកម្លាំងសូម្បីតែសម្លាប់មាន់តើសម្រាមបែបនេះអាចស័ក្តិសមសម្រាប់ចែករំលែកបន្ទប់ជាមួយអ្នកដោយរបៀបណាទេពអប្សរទាំងពីរនាក់នេះដូចជាក្រុមគ្រួសាររបស់ខ្ញុំការភ្ជាប់ទំនាក់ទំនងជាមួយសម្រាមបែបនេះគឺជាការបន្ទាបបន្ថោកខ្លួនឯងដោយស្ម័គ្រចិត្តតាមរបៀបនេះអ្នកនឹងត្រឡប់មកនិកាយឈីងយុនជាមួយខ្ញុំវិញខ្ញុំធានាដោយជីវិតរបស់ខ្ញុំថាខ្ញុំពិតជានឹងអនុញ្ញាតឲ្យអ្នកចូលរួមជាមួយនិកាយឈីងយុនហើយបណ្ដុះបណ្ដាលអ្នកឲ្យបានល្អសមិទ្ធផលនាពេលអនាគតរបស់អ្នកនឹងគ្មានដែនកំណត់បងប្រុសច្បងអ្នកមិនបាននិយាយថាខ្ញុំជាប្អូនស្រីពៅតែម្នាក់គត់របស់អ្នកទេពិតមាត់អ្នកហ៊ាននិយាយតបវិញហើយបំផ្លាញផែនការរបស់ខ្ញុំអ្នកនឹងគ្មានបេះដូងនៅពេលដែលយើងបែកគ្នាដូច្នេះតើអ្នកទេពអប្សរទាំងពីរគិតយ៉ាងណាតើនិកាយឈីងយុនជាសម្រាមប្រភេទណាតើវាសមនឹងការចូលរបស់ខ្ញុំទេត្រូវហើយទោះបីជាមេនិកាយឈីងយុននៅទីនេះក៏ដោយគាត់គ្រាន់តែអាចលុតជង្គង់ហើយនិយាយប៉ុណ្ណោះតើអ្នកនិយាយអ្វីអ្នកពិតជាហ៊ានធ្វើឲ្យមេនិកាយលុតជង្គង់នៅចំពោះមុខអ្នកមែនទេអីយ៉ាស្រីស្អាតទាំងពីរអ្នកនេះកំពុងឆ្លោះប្រកែកគ្នាវាពិតជាអ្វីមួយប្រហើនណាស់ស្រីសំផឹងអេតខ្ចោះតើអ្នកពិតជាគិតថាអ្នកជាមនុស្សអាក្រក់ថ្លៃថ្នូរមែនទេខ្ញុំនឹងសម្លាប់ក្មេងរពីសនេះជាមុនសិនបន្ទាប់មកអូសអ្នកត្រឡប់ទៅនិកាយវិញតើអ្នកអាចធ្វើអ្វីមកលើខ្ញុំប្រយ័ត្នមាត់របស់អ្នកជាភ្ញៀវរបស់ខ្ញុំវាមិនមែនជាកន្លែងរបស់អ្នកដើម្បីធ្វើឲ្យខ្ញុំអាម៉ាស់មុខបែបនេះទេសាក់លបងផ្លាស់ទីនរណាម្នាក់ហើយមើលថាមានអ្វីកើតឡើងវាចប់ហើយបុកបរោះបានមកដល់មួយភ្ញៀវឲ្យតើអ្នកណាជាអ្នកផ្ដល់សិទ្ធឲ្យអ្នកធ្វើឲ្យខ្ញុំអាម៉ាស់មុខនៅទីនេះព្យាយាមចាប់នរណាម្នាក់ចប់ហើយស៊ូរ៉េនមានការខកចិត្តម៉ាវ៉ាត្រូវតែចាក់ចេញយ៉ាងលឿនក្រែងលោមន់នឹងងាប់សម្រាមឥតប្រយោជន៍ចង់បានសេចក្តីស្លាប់ទេប្រសិនបើគាត់ចាត់វិធានការផ្ទាល់ខ្ញុំខ្លាចទាំងខ្ញុំនិងហ្វេងនីវនឹងរងរបួសមានរឿងអ្វីកើតឡើងធម្មពលខាងក្នុងរបស់គាត់កំពុងរលាយបាត់ទៅអភូតហេតុមួយទេនេះជាមនុស្សគ្មានប្រយោជន៍ដែលគ្មានឫសគល់ខាងវិញ្ញាណតើវាអាចជាពួកគេទេសត្វស្លាបទាំង5នេះប្រកាសជាបានបាត់ខ្លួនដោយសារតែមូលហេតុមួយដើម្បីកាន់កាប់ពួកវាស្ត្រីទាំងពីរនាក់នេះកម្រិតនៃការដាំដុះរបស់ពួកគេទាបណាស់
ដែលសំបីតែខ្ញុំក៏មិនអាចរកឃើញពួកវាដែរវាមិនអាចជាពួកគេទេតើអ្នកកំពុងធ្វើអ្វីអ្នកបែកញើសច្រើនណាស់បន្ទាប់ពីដើរបានតែ2ជំហានប៉ុណ្ណោះតើអ្នកកំពុងមានជំងឺខ្សោយតម្រងនោមមែនទេបងប្រុសច្បងសុខសប្បាយជីទេចៅឆេងតើអ្នកកំពុងព្យាយាមបោកប្រាស់ខ្ញុំនៅទីនេះមែនទេខ្ញុំមិនបានប៉ះអ្នកទេហើយអ្នកហោះចេញទៅដោយខ្លួនឯងហើយអ្នកហៅខ្លួនឯងថាជាបងប្រុសច្បងនៃនិកាយឈីងយុនមែនទេខ្ញុំគិតថាអ្នកគួរតែត្រូវបានគេហៅថាបងប្រុសឆ្កែធំអ្នកប្រុសដូចឆ្កែបាតុភូតចម្លែកមួយនៅលើមេឃតើវាអាចទៅរួចទេដែលចប់មួយក្បាលកំពុងដើរកាត់បានជួយខ្ញុំដោយសម្ងាត់នៅពេលនេះគ្មានអ្វីចម្លែកទេដែលខ្ញុំមានអារម្មណ៍ថាមានសម្ពាធដែលមើលមិនឃើញចោលនោះបានប្រើការវាយប្រហាររបស់ខ្ញុំទៅលើមនុស្សដើម្បីបង្ហាញការរើសអើងនិងការពារសម្រាមទាំងនេះវាត្រូវតែដូច្នោះមែនលីនយីសម្រាមឲ្យកុំឆ្មើងឆ្មៃពេកអ្នកមានសំណាងថ្ងៃនេះស្ដាប់ចុះចៅវាយរបស់ខ្ញុំគឺជាមេដឹកនាំនិកាយឈីងយុនគឺស៊ុនជីនស៊ីកម្រិតនៃការហ្វឹកហាត់របស់ខ្ញុំគឺស្ថិតក្នុងចំណោមកំពូលនៅក្នុងពិភពនៃការហ្វឹកហាត់ទាំងមូលរបួសរបស់ខ្ញុំថ្ងៃនេះគឺជាការតេះកំភ្លៀងដល់និកាយឈីងយុនដោយមានពួកអ្នកល្ងង2នាក់នៅជុំវិញខ្ញុំនឹងរងចាំមើលខ្ញុំនឹងរីកាទៅចៅហ្វាយរបស់ខ្ញុំហើយធ្វើឲ្យអ្នកប្រាថ្នាថាអ្នកស្លាប់អូអ្នកនៅតែហៅគាត់ថាចៅហ្វាយអ្វីអ្នកមិនអនុញ្ញាតឲ្យគាត់ដេកចុះហើយជំរិតទារប្រាក់ពីយើងទេមែនទេអ្នកមិនអីទេលីនយីអ្នកគ្រាន់តែរងចាំខ្ញុំនឹងធ្វើឲ្យប្រកាសថាអ្នកខកខានភេបារីតោះទៅខ្ញុំគិតថាអ្នកវឹកហាត់មានអំណាចខ្លាំងណាស់វាប្រែថាវាគ្រាន់តែជាការបង្ហាញប៉ុណ្ណោះសូមអរគុណដល់អ្នកទាំងពីរសម្រាប់ការជួយឆ្លោះប្រកែកគ្នាអ្នកសំនឹងទទួលបានអាហារបន្ថែមនៅថ្ងៃនេះតើគាត់កំពុងស្ដីបន្ទោសខ្ញុំដែលមិនបានសម្លាប់ក្មេងរពីសនោះមែនទេមែនហើយវាត្រូវតែដូច្នោះមែនឈួតមែនខ្ញុំធ្វេសប្រហែសពេកហើយលោកគ្រូតើខ្ញុំគួរចាត់វិធានការឥឡូវនេះហើយបំផ្លាញនិកាយឈីងយុនឬអ្វីបំផ្លាញនិកាយឈីងយុនឬអត្ថបទមិនអាចយល់បានសុងវាហាក់ដូចជាក្មេងស្រី2នាក់នេះបានបំផ្លាញខួរក្បាលរបស់ពួកគេបានចាប់ផ្ដើមនិយាយមិនសមហេតុផលទេកម្រិតថ្នាំត្រូវបង្កើនមិនចាំបាច់ទេទុកឲ្យពួកគេរត់លេង2-3ថ្ងៃទៀតតោះទៅញ៉ាំអាហារមុនលើកនេះមេតបរូបនេះបានចុះមកឋានមនុស្សលោកតាមបញ្ជារបស់អតីតព្រះចៅអធិរាជដើម្បីស្វែងរកដោយសម្ងាត់ចំពោះព្រះករុណាដែលបានជាប់គាំងនៅក្នុងឋានមនុស្សលោកដោយហេតុផលណាមួយយោងតាមអត្ថន័យចុងក្រោយអូរ៉ារបស់ព្រះមហាក្សត្របានបាត់ខ្លួននៅក្នុងតំបន់នេះវាអរគុណដល់មេតបដែលអ្នកបានមកស្វែងរកឋានមនុស្សលោកផ្ទាល់និកាយឈីងយុនរបស់យើងពិតជានឹងសហការយ៉ាងពេញលេញខ្ញុំឆ្ងល់ថាតើមេតបមានតម្រុយជាក់លាក់បន្ថែមទៀតអំពីមនុស្សដែលអ្នកកំពុងស្វែងរកដែរឬទេអូរ៉ារបស់ព្រះមហាក្សត្រចុងក្រោយគឺអាតកំបាំងហើយនៅទីបំផុតបានរលាយបាត់នៅលើភ្នំទាំងនេះនៃតំបន់ភាគខាងកើតអ្នកគ្រាន់តែត្រូវយកចិត្តទុកដាក់ចំពោះការប្រែប្រួលថាមពលខាងវិញ្ញាណមិនធម្មតាឬថ្នាំលាបដែលមិនស្គាល់អត្តសញ្ញាណជាពិសេសលោកគ្រូពួកអ្នកបម្រើសម្រាប់ពួកសិស្សតើអ្នកមិនបានឃើញទេថាខ្ញុំកំពុងពិភាក្សាបញ្ហាជាមួយអ្នកនាំសារមកពីអាណាចក្រអមតាទេទុកឲ្យគាត់និយាយចុះមែនហើយលោកម្ចាស់សូមអត់ទោសឲ្យខ្ញុំពិតជាត្រូវបានអាម៉ាស់យ៉ាងខ្លាំងហើយចិត្តរបស់ខ្ញុំពោពេញទៅដោយទុក្ខព្រួយនិងកំហឹងដែលជាមូលហេតុដែលខ្ញុំបានធ្វើឲ្យភ្ញៀវកិត្តិយសនេះអាក់អន់ចិត្តលោកម្ចាស់និកាយលោកត្រូវតែសងសឹកខ្ញុំនិងបងប្រុសច្បងរបស់ខ្ញុំលីនយីថែមទាំងបាននិយាយថាទោះបីជាលោកម្ចាស់និកាយទៅផ្ទាល់ក៏ដោយគាត់នៅតែធ្វើតាមបញ្ជារបស់គាត់អ្វីលីនយីជាមនុស្សធម្មតាហ៊ានធ្វើពុតជាក្រអឺតក្រទុំលេះចៅចេនសម្រាមនេះតើអ្នកមិនបានសម្លាប់គាត់នៅនឹងកន្លែងទេជាការពិតណាស់ខ្ញុំបានធ្វើសកម្មភាពភ្លាមប៉ុន្តែដោយចៃដន្យម្ចាស់ម្នាក់បានដើរកាត់ហើយបានជួយសង្គ្រោះជីវិតសម្រាមនោះដោយវិធីនេះមាននារីវ័យក្មេងចម្លែក2នាក់នៅក្បែរធុងសម្រាមនារីវ័យក្មេង2នាក់តើពួកគេមើលទៅដូចអ្វីតើលក្ខណៈរបស់ពួកគេមានអ្វីខ្លះម្នាក់ស្លៀកពាក់ខ្មៅមានមុនស្នេហ៍និងតាក់ទាញប៉ុន្តែមានភ្នែកដ៏កាចសាហាវម្នាក់ទៀតស្លៀកពាក់ស្រាលជាងមាននិស្ស័យមិនធម្មតាស៊ួនជីស៊ីចូលទៅស៊ើបអង្កេតការពិតអំពីមនុស្សលោកនោះនិងស្ត្រីទាំង2នាក់ប្រសិនបើអ្នកឃើញថាពួកគេត្រូវបានគេសង្ស័យថាត្រូវបានអធិរាជចុងក្រោយចង់បានគុំរំខានពួកគេហើយរីកាមកវិញភ្លាមដោយគោរពតាមបញ្ជារបស់មេតបម្ចាស់របស់ខ្ញុំនឹងទៅដោយផ្ទាល់គាត់គឺជាអ្នកដាំដុះកំពូលនៅឋានសុកអន្ត្រីពុកអ្នកនិងស្រីសំភឹងទាំងពីរនោះការស្លាប់របស់អ្នកចិត្តមកដល់ហើយយក10ស្លឹកពីមកលើកស្មារបស់អ្នកនោះជាថ្នាំគ្រាប់កាយឬវត្ថុដែលមានអាយុជាង 10000 ឆ្នាំ
វាហាក់ដូចជាមានប្រភពដើមនៃផ្កាយហើយបំណែកនេះមួយអាចជួយមនុស្សឲ្យយល់អំពីចៅធានស៊ីងគាត់ពិតជាចង់ប្រើវាសម្រាប់ប្រសិនបើអ្នកបាត់បង់បន្តិចទៀតវានឹងផ្អែមនេះហាក់ដូចជាពរជ័យពិសិដ្ឋរឿងព្រេងនិទាននៃការបង្កើតយិននិងយ៉ាងដែលកើតនៅក្នុងភាពវឹកវរតើគាត់គិតថាវាជាពេញប៉ោះទេគ្រាន់តែឈរនៅទីនោះដោយមិនធ្វើអ្វីទាំងអស់ដូចជាផ្លែឈើពិសិដ្ឋដែលកើតចេញពីភាពវឹកវរនៃរឿងព្រេងនិទានជាពរជ័យដែលអាចបាត់បង់បានជាការបង្កើតយិននិងយ៉ាងតើគាត់គិតថាវាជាពេញប៉ោះមែនទេតើអ្នកឈរនៅទីនោះដើម្បីអ្វីញ៉ាំវាទៅដោយរលាកតែមួយដងរបួសខាងក្នុងរបស់ខ្ញុំបានជាសះស្បើយ70រួចហើយតើស៊ុបដ៏ទេវភាពនេះជាអ្វីសូម្បីតែចិត្តរបស់ហ្វេងយ៉ាវក៏ស្ទើរតែជាសះស្បើយដែរសូមអរគុណលោកច្បងដែលបានប្រទានថ្នាំខាងវិញ្ញាណនេះនិងជួយយើងទាំងពីរឲ្យជាសះស្បើយខ្ញុំនឹងមិនភ្លេចសេចក្តីសប្បុរសរបស់អ្នកក្នុងការបង្កើតខ្ញុំឡើងវិញឡើយក្រោកឡើងលោកច្បងអ្វីវាគ្រាន់តែជាស៊ុបស្លឹកបន្លែធម្មតាមួយចានដែលមានផ្លែឈើព្រៃស្ងួតមួយចំនួនដែលខ្ញុំសម្ងួតដោយខ្លួនឯងប្រតិកម្មរបស់អ្នកគឺបំភ្លើសពេកហើយវាហាក់ដូចជាអ្នករងរបួសយ៉ាងធ្ងន់ធ្ងរហើយអ្នកថែមទាំងមានអារម្មណ៍វង្វេងស្មារតីទៀតផងដោយសារអ្នករស់នៅដាច់ដោយឡែកនៅទីនេះហើយចាត់ទុកខ្លួនឯងថាជាមនុស្សធម្មតាអ្នកមិនចង់បង្ហាញអត្តសញ្ញាណរបស់អ្នកទេស៊ុបនេះច្បាស់ជាមានបំណងព្យាបាលយើងប៉ុន្តែវាត្រូវបានក្លែងបន្លំជាកាយវិការអគុណសិស្សច្បងអ្នកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងសិស្សច្បងហៅស៊ុបនេះថាធម្មតាតើគាត់កំពុងប្រាប់យើងកុំឲ្យអន្ទះសារហើយទទួលយកវាដោយស្ងប់ស្ងាត់មែនទេក្មេងស្រីពីរអ្នកឆោតល្ងងម្ដងទៀតប្រសិនបើអ្នកផឹកចានពីរបីទៀតអ្នកប្រហែលជានឹងក្អួតរបស់អ្នកឆៅខ្ញុំបានទទួលបានអារម្មណ៍ទទួលខុសត្រូវឡើងវិញនៅពេលដឹកជញ្ជូនសេះខ្ញុំមិនចាំបាច់វាជុំវិញដោយកាន់ឆ្អឹងនិងរៀបចំរបស់រញ៉េញ៉ៃជារៀងរាល់ថ្ងៃទៀតទេខ្ញុំនឹងស្ដាប់ការបង្រៀនរបស់អ្នកសិស្សច្បងអ្នកសម្រាមដែលបានធ្វើឲ្យសិស្សរបស់ខ្ញុំរងរបួសនិងប្រមាថនិកាយរបស់ខ្ញុំចេញមកប្រឈមមុខនឹងការស្លាប់របស់អ្នកអូព្រះជាម្ចាស់ឲ្យក្មេងនោះពិតជាបានហៅមេនិកាយឈីងយុនមែនក្មេងឲ្យចូលលុតជង្គង់ចុះជាបន្ទាន់កាត់ដៃរបស់ឯងចោលក្រាបថ្វាយបង្គំគ្រូមិនអាគមហើយទទួលស្គាល់កំហុសរបស់ឯងឬខ្ញុំនឹងបំផ្លាញឯងលីងយីឯងងឺទេលោកគ្រូបានមកដល់ផ្ទាល់ហើយចូលលុតជង្គង់ចុះហើយអង្វរសុំសេចក្តីមេត្តាករុណាត្រូវហើយលីងយីបើឯងលុតជង្គង់ចុះឥឡូវនេះខ្ញុំអាចនឹងអង្វរមេដឹកនាំនិកាយឲ្យទុកសាកសពឯងទាំងមូលបើមិនដូច្នោះទេខ្ញុំនឹងធ្វើឲ្យប្រកាសថាឯងត្រូវបានបំផ្លាញហើយមិនអាចចាប់កំណើតឡើងវិញបានឡើយមេដឹកនាំនិកាយធម្មតាម្នាក់នៃនិកាយស្វាអន្ត្រីហ៊ានធ្វើឲ្យអ្នកចាស់ទុំលុតជង្គង់ចុះហើយទទួលស្គាល់កំហុសរបស់ខ្លួននិកាយឈីងយុននេះទំនងជានឹងត្រូវបូជាដល់ឋានសួគ៌សុំទោសហេតុអ្វីខ្ញុំគួរសុំទោសលោកចាស់វាច្បាស់ណាស់ថាសិស្សរបស់អ្នកជាអ្នកវាប្រហារមុនប្រសិនបើនរណាម្នាក់សុំទោសវាគួរតែជាគាត់ដែលលុតជង្គង់ចុះហើយសុំទោសខ្ញុំភាពក្រអឺតក្រទមអ្នកហ៊ាននិយាយមិនសមហេតុផលនៅចំពោះមុខខ្ញុំស្លាប់ទៅមនុស្សល្ងងឲ្យអ្នកពិតជាហ៊ានធ្វើឲ្យលោកគ្រូខឹងមែនអ្នកពិតជាមិនដឹងថាអ្វីដែលល្អសម្រាប់អ្នកទេតើរឿងនេះអាចទៅរួចដោយរបៀបណាតាមពិតគាត់បានទប់ទល់នឹងការវាយប្រហារផ្កាយ7របស់លោកគ្រូទៅលើស្វាអន្ត្រីដ៏ល្អឥតខ្ចោះតើវាអាចទៅបានទេថាគាត់បានលាក់បាំងអំណាចរបស់គាត់តាំងពីយូរយារណាស់មកហើយទេបើខ្ញុំមិនច្រឡំទេក្មេងប្រុសនេះត្រូវតែមានរស្មីការពារខ្លះគាត់លាក់អំណាចរបស់គាត់តាំងពីយូរយារណាស់មកហើយមែនទេបើខ្ញុំមិនច្រឡំទេក្មេងនេះប្រកាសជាមានកំណប់ទ្រព្យឲ្យការពារអ្វីមួយនៅលើខ្លួនគាត់ដែលជាមូលហេតុដែលគាត់ស្ទើរតែមិនអាចទប់ទល់នឹងអំណាចរបស់ខ្ញុំបានមែនហើយវាត្រូវតែដូច្នោះមែនបុព្វបុរសរបស់សត្វអរូបីនេះមានបញ្ហាខ្លះវាត្រូវតែជាកំណប់ទ្រព្យវេទមន្តដែលបន្សល់ទុកដោយបុព្វបុរសរបស់គាត់អ្វីកំណប់ទ្រព្យអ្នកទាំងអស់គ្នាមិនដូចអ្នកទាំងពីរនោះទេអ្នកបានបាត់បង់ស្មារតីហើយមែនទេស្ត្រីទាំងពីរនាក់នេះមាននិស្ស័យមិនធម្មតាតើពួកគេអាចជាអ្នកស្នងមរតកនៃនិកាយឬគ្រួសារអភិជនណាមួយបានទេលោកតាឈប់មើលទៅយើងមិនមែនមកពីនិកាយឬគ្រួសារអភិជនណាមួយទេសម្ដីមុតស្រួចមែនទោះបីជាអ្នកពិតជាមកពីគ្រួសារអភិជនក៏ដោយខ្ញុំមិនខ្លាចទេលីងយីប្រសិនបើអ្នកលុតជង្គង់ឥឡូវនេះហើយថ្វាយកំណប់ទ្រព្យឲ្យការពាររបស់អ្នកខ្ញុំប្រហែលជាពិចារណាទុកជីវិតរបស់អ្នកតើអ្នកឲ្យខ្ញុំទេលីងយីម្ចាស់របស់ខ្ញុំមានចិត្តមេត្តាករុណាហើយកំពុងផ្ដល់ឱកាសឲ្យអ្នករស់ប្រញាប់ឡើងហើយមកទីនេះហើយថ្វាយទ្រព្យសម្បត្តិវេទមន្តដែលបុព្វបុរសរបស់អ្នកបានបន្សល់ទុកតើអ្នកហ៊ានគំរាមកំហែងអ្នកចាស់ទុំយ៉ាងដូចម្តេចស្លាប់ទៅ
ទេបើគ្មានការណែនាំពីអ្នកចាស់ទុំទេខ្ញុំមិនត្រូវធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្នទេមែនហើយវាគឺជារស្មីរបស់ព្រះករុណាដែលគួរឲ្យខ្លាចប៉ុន្តែគ្មានកំហុសទេម្នាក់ក្នុងចំណោមអ្នកនៅក្នុងភ្លៀងរដូវរងានៃអាណាចក្រមនុស្សបានចេញដំណើរភ្លាមដើម្បីស្វាគមន៍ការវិលត្រឡប់របស់ព្រះអង្គថាមពលអារក្សដ៏ខ្លាំងក្លាបែបនេះវាគឺជាម្ចាស់អារក្សព្រះចៅអធិរាជមុននិងម្ចាស់អារក្សបានដួលរលំជាមួយគ្នាដូច្នេះពួកគេត្រូវតែដឹងពីទីតាំងរបស់ព្រះចៅអធិរាជមុនអ្នកពិតជាធ្វើឲ្យខ្ញុំខឹងម្ដងទៀតហើយមាត់របស់ក្មេងចំណាស់នេះអាក្រក់ណាស់ប្រសិនបើគាត់ចង់ខ្ញុំនឹងបំផ្លាញវិញ្ញាណដើមរបស់គាត់ឥឡូវនេះហើយស៊ីគាត់ទាំងរស់អាហាលោកតាហេតុអ្វីបានជាលោកតាតែងតែធ្វើឲ្យមនុស្សលុតជង្គង់តើមនុស្សនៃនិកាយឈីងយុនរបស់អ្នកឈួតហើយឬនៅមិនអីទេល្អហើយក្មេងឲ្យដោយសារលោកតាទូចង់រកសេចក្តីស្លាប់ខ្ញុំនឹងបំពេញបំណងប្រាថ្នារបស់លោកតាខ្ញុំនឹងបំផ្លាញទីធ្លាដ៏ទ្រុឌទ្រោមនេះរបស់អ្នកជាមុនសិនបន្ទាប់មកសម្លាប់លោកតាហើយយកទ្រព្យសម្បត្តិរបស់លោកតាតើរឿងនេះអាចទៅរួចដោយរបៀបណាអំណាចខាងវិញ្ញាណរបស់ខ្ញុំត្រូវបានលេបត្របាក់ដោយរបងដែលបាក់បែកនេះមានអ្វីកើតឡើងពិតណាស់គ្រប់ស្លឹកស្មៅនិងដើមឈើទាំងអស់នៅទីនេះអនុវត្តតាមច្បាប់នៃស្ថានសួគ៌និងផែនដីនៅពេលដែលត្រូវបានវាយប្រហារដោយកម្លាំងខាងក្រៅវានឹងការពារខ្លួននេះមិនមែនជាអំណាចអរូបីធម្មតាទេប៉ុន្តែជាអំណាចរឿងព្រេងនិទាននៃភាពវឹកវរលោកតាតើវាអាចទៅរួចទេដែលអ្នកជំនាញម្នាក់ទៀតកំពុងជួយយើងដោយសម្ងាត់ថាមពលខាងវិញ្ញាណនៃភ្នំនេះកំពុងចរាចរនៅខាងក្នុងវាមិនគួរឲ្យភ្ញាក់ផ្អើលទេប្រសិនបើចៅហ្វាយដ៏មានអំណាចដូចជាលោកគ្រូយ៉ានឆ្លងកាត់ទីនេះតើខ្ញុំអាចសួរបានទេថាតើម្នាក់ណានៅទីនេះខ្ញុំឈ្មោះឆ្វែងយេសេជីមេនិកាយនៃនិកាយខេងយ៉ានលើកនេះអ្នកបានប្រមាថនិកាយរបស់ខ្ញុំនេះជាការចងគំនុំផ្ទាល់ខ្លួនសូមកុំជ្រៀតជ្រែកដើម្បីកុំឲ្យបំផ្លាញភាពសុខដុមរមនារបស់យើងលោកតាហេតុអ្វីបានជាលោកតានិយាយជាមួយមនុស្សល្ងងតើលោកតាមានជំងឺវិកលចរិតប្រភេទណាមួយទេលោកតាគឺជាការចាប់កំណើតឡើងវិញនៃអាសនៈឆេងនៅថ្ងៃនេះលោកតាត្រូវបានផ្លាស់ប្ដូរពីការប្រមាថដល់និកាយរបស់ខ្ញុំនេះគឺជាការចងគំនុំផ្ទាល់ខ្លួនសូមអ្នកកាន់សាសនាតើគុំជ្រៀតជ្រែកក្រែងវាបំផ្លាញភាពសុខដុមរមនារបស់យើងលោកចាស់អ្នកកំពុងនិយាយទៅកាន់មនុស្សល្ងងតើអ្នកមានជំងឺវិកលចរិតប្រភេទណាមួយទេអូយប្រសិនបើអ្នកប្រមាថខ្ញុំម្ដងទៀតទោះបីជាអ្នកដាំដុះដ៏ទេវភាពនៅទីនេះថ្ងៃនេះក៏ដោយខ្ញុំនឹងធ្វើឲ្យប្រកាសថាអ្នកស្លាប់ដោយគ្មានកន្លែងបញ្ចុះសពនេះគឺបំផ្លាញផ្កាឈូកពណ៌ខៀវខ្ញុំបានឮថាលោកគ្រូយល់ពីចលនានេះហើយបានប្រើវាអស់រយៈពេល100ឆ្នាំអ្នកដាំដុះយានយិនដែលបានស្លាប់ក្រោមចលនានេះហាក់ដូចជាមិនដូចមនុស្សពិតទេនៅពេលដែលយានយិនខឹងសាកសពរាប់លាននឹងដួលការវាយប្រហាររបស់មេដឹកនាំនិកាយនឹងសម្លាប់សំបីតែវិញ្ញាណបរិសុទ្ធក្នុងចម្ងាយ100ម៉ាយសិស្សទាំងអស់ចូលស្ដាប់បញ្ជារបស់ខ្ញុំការពារខ្លួនអ្នកដោយកម្លាំងទាំងអស់របស់អ្នកបំផ្លាញផ្កាឈូកពណ៌ខៀវស្លាប់ប្រយ័ត្នអាកាសធាតុនេះមានបញ្ហាអ្វីខ្លះពេលនេះខ្យល់តែងតែបក់បោកនឹងភ្លៀងហើយវាតែងតែតម្រង់គោលដៅទីធ្លារបស់ខ្ញុំជានិច្ចអ្នកកំពុងធ្វើហួសពីការគ្រោងទុកប្រកាសជាមានឥស្សរជនដ៏មានអំណាចមួយចំនួនកំពុងការពារសម្រាមនេះដោយចេតនាដោយសារអ្នកមិនព្រមបង្ហាញមុខខ្ញុំកុំបន្ទោសខ្ញុំចំពោះការបង្ហាញជំនាញឆ្កងរបស់ខ្ញុំវាជាពំពពេលយប់ជាកំណប់ទ្របនៃសមុទ្រនេបូឡាខ្ញុំជឿលើការបង្រៀនរបស់លោកគ្រូថាដរាបណាយើងអាចប្រយុទ្ធប្រឆាំងនឹងសមរភូមិនេះនៅកំពូលនៃអាណាចក្រព្រលឹងថ្មីយើងប្រកាសជាអាចដោះស្រាយពិន្ទុរបស់យើងបានការចងគំនុំទាំងអស់នឹងត្រូវបានលុបបំបាត់លោកចាស់អ្នកនិយាយពិតមែនឈប់វាឥឡូវនេះខ្ញុំបានចំណាយប្រាក់ច្រើនលើរឿងនេះលោកចាស់តើអ្នកខឹងទេឆ្កែចាស់ដ៏ក្លាហានរបស់អ្នកកុំមានចិត្តក្រអឺតក្រទុំខ្លាំងពេកបាតុភូតសេលេស្ទៀលគឺវាជាព្រះករុណាចាំបន្តិចទៀតក្រៅពីស្មីនៃព្រះចៅអធិរាជចុងក្រោយក៏មានថាមពលអារក្សនៃទីជ្រៅបំផុតដែរឬវាគឺជាព្រះចៅអធិរាជអារក្សពួកគេទាំងពីរកំពុងបញ្ចេញទម្រង់ធម៌ដើមរបស់ពួកគេតើវាអាចទៅរួចទេដែលព្រះចៅអធិរាជចុងក្រោយកំពុងប្រយុទ្ធប្រឆាំងនឹងព្រះចៅអធិរាជអារក្សរហូតដល់ស្លាប់ហ៊ានស្លាប់ទៅប៉មកងឹតទាំងនេះគឺជាកញ្ជ្រោងអារក្សកន្ទុយ9និងទម្រង់ធម៌ឋានស៊ូក្រទាំង9អ្នកជានរណាពិតប្រាកដលោកចាស់តើអ្នកមិនឆ្មើងឆ្មៃម្លេះឥឡូវនេះហេតុអ្វីបានជាអ្នកមិនអាចទប់ទល់នឹងការបាញ់មួយរបស់ខ្ញុំអ្នកពិតជាគ្មានប្រយោជន៍មែនតើពិភពលោកនេះបដិសេធអំណាចរបស់យើងមែនទេវាជាទីធ្លានេះវាមិនអនុញ្ញាតឲ្យអំណាចលើសពីអាណាចក្រមនុស្សមានទេ
ឆ្កួតហើយតើកន្លែងរោគប្រភេទណានេះវាមិនបានលុបទម្រង់ធម៌ដើមដោយបង្ខំទេអាហាអ្នកហ៊ានបើកទម្រង់ព្រះធម៌របស់អ្នកនៅទីនេះមែនទេខ្ញុំកំពុងអត់អន់ដោយមិនវាអ្នកត្រឡប់ទៅទម្រង់ដើមរបស់អ្នកវិញអាហាហេតុអ្វីបានជាអ្នកស្ដោះឈាមម្ដងទៀតតើអ្នកមិនធ្វើវាទេខ្ញុំបានប្រាប់អ្នកកុំឲ្យរំភើបពេកប៉ុន្តែអ្នកមិនស្ដាប់ទេឈប់សិនលោកម្ចាស់វាបង្ហាញថាអ្នកគ្រាន់តែធ្វើពុតអ្នកថែមទាំងបាន2រួចរាល់ហើយថ្ងៃនេះខ្ញុំនឹងកិនអ្នកឲ្យម៉ត់សិនជីហ្វីតើអ្នកកំពុងធ្វើអ្វីឧត្តមសេនីយ៍លីយ៉ាងមានរឿងអ្វីកើតឡើងនៅក្នុងទីធ្លាតូចរបស់ខ្ញុំថ្ងៃនេះវារស់រវើកណាស់សូម្បីតែឧត្តមសេនីយ៍ក៏មកដែរមែនហើយសត្វហ្វូនិកនិងកញ្ជ្រោងកន្ទុយ9ពួកវាពិតជាអាចស្លៀកពាក់បានច្រើនណាស់គួរឲ្យចាប់អារម្មណ៍ណាស់ឧត្តមសេនីយ៍អ្នកបានមកដល់ពេលវេលាត្រឹមត្រូវហើយវាគឺជាស្ត្រីដ៏អាក្រក់ទាំងនេះដែលបានខុបខិតជាមួយមេធ្មប់ទាំងពីរនាក់នេះដើម្បីប្រមាថនិកាយរបស់ខ្ញុំនិងធ្វើបាបសិស្សរបស់ខ្ញុំឥឡូវនេះពួកគេថែមទាំងបានប្រើមន្តអាគមអាក្រក់ដើម្បីបំផ្លាញវត្ថុបុរាណដ៏មានតម្លៃរបស់និកាយរបស់ខ្ញុំគឺបច្ចេកទេសហ៊ុនយាងឧត្តមសេនីយ៍សូមសម្លាប់មេធ្មប់ទាំងពីរនាក់នេះជាបន្ទាន់ហើយសង្សឹកយើងអាយ៉ាលោកចាស់អ្នកពិតជាអាចបង្កើតរឿងបានអ្នកថែមទាំងអាចប្រែពណ៌ខ្មៅទៅជាពណ៌ស្ទាបផងលីយ៉ាងពួកគេចង់ឲ្យអ្នកសងសឹកពួកគេតើអ្នកមានគម្រោងធ្វើអ្វីស្ត្រីក្លាហានឲ្យតើអ្នកហ៊ានហៅឧត្តមសេនីយ៍ដោយឈ្មោះរបស់គាត់ដោយរបៀបណាអ្នកកំពុងចង់បានសេចក្តីស្លាប់សិនជីហ្វីអ្នកទើបតែហៅនាងថាស្រីអារៈត្រូវហើយស្រីអារៈនោះត្រូវតែស្លាប់នៅថ្ងៃនេះឧត្តមសេនីយ៍ហេតុអ្វីបានជាបែបនេះមានរឿងអ្វីកើតឡើងឧត្តមសេនីយ៍ដ៏រៀបទៀបនេះលីយ៉ាងសូមជម្រាបសួរព្រះករុណាព្រះករុណាការប្រែប្រួលនេះគឺជារស្មីដើមរបស់អធិរាជចុងក្រោយនិងអធិរាជអារក្សហើយវាពិតជាអាម៉ាស់ណាស់